បងណាខ្ញុំសូមបញ្ជាក់ពេលហ្នឹងណានិយាយហើយខ្សែចងករៀបមកស្អាតខ្សែចងករៀបមកស្អាតបំរុងធ្វើអត្តឃាតខ្លួនឯង5ដងនេះបងភ្នែកដៃពេលហ្នឹងយកកបិតអាចង់ផ្ដាច់សរសៃដៃខ្លួនឯងចោលតែទប់ជាប់មានអារម្មណ៍បើខ្ញុំថាមនុស្សខួរក្បាលថាកុំហែងកុំតែជាទៅរហូតដូចគេនាំចារៀបមកស្អាតអីពេលហ្នឹងស្មាតទោសបងប្អូនកត្រាក់ដៃបងប្អូនដែលជាប់លមូលកពើដែរជាប់មកកន្លែងដៃកងងអញ្ចឹងទាញខ្លួនឯងមិនក៏អត់មកដែរទៅកាច់កទៅអញ្ចឹងចាប់ផ្ដើមដើរទៅបន្ទប់ប៉ាចាប់ផ្ដើមដឹងខ្លួនត្រឹមហ្នឹងទៅបន្ទប់ប៉ាទៅដល់មានអីគេងចិត្តប៉ាប៉ឹបសែនឲ្យអញឲ្យសែនឲ្យអញនិយាយមើងងាយអញនៅរងថ្ងៃមើលឃើញអញជំរាបសួរបងពេកជំរាបសួរបងជំរាបសួរបងអាចនាំណែនាំខ្លួនបានជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះពេជ្រហើយជាដំបូងបើកឆាកកម្មវិធីហ្មងដោយសារតែសូម shout out TikTok ដោយសារតែឥឡូវ smart update ហើយយើងមាន 5G អញ្ចឹងដែរសម្រាប់បងភាសឹកនៅតាមតំបន់ដែលមានអ៊ីនធឺណិតក៏អាចស្ដាប់កំសាន្តនៅវីដេអូមួយនេះដើម្បីរំសាយអារម្មណ៍ពីចៅឈ្លានពានចាហើយក៏សូមដឹងគុណដល់បងវរៈកងទ័ពដែលបានពលីហើយអង្គអាចខ្លះហើយមែនតើការពារពួកយើងនិយាយទៅកូនខ្មែរទាំងអស់គ្នានៅតែស្រឡាញ់និងដឹងគុណបងទាំងអស់គ្នាអូខេបងអរគុណមិញខ្ញុំបានសភាជាមួយនឹងបងពេជ្រខ្លះដែរហើយខ្ញុំមានអារម្មណ៍ថាអេពីសូតនេះអត់តិចនាទីទេបងបើជឿអត់អត់តិចនាទីទេព្រោះអីខ្ញុំនៅសថាគាត់មានរហូតដល់50000ឲ្យតសក់ប្លែកយើងចំណាំតែទៅពេលតសក់អារម្មណ៍យើងប្រែហ្នឹងហើយព្រោះសក់ហ្នឹងខ្ញុំពេលខ្ញុំប្រាប់ឲ្យដោះកៅទៀនហើយយកទៅធ្វើតំណតម្ដងទៀតហ្នឹងតសក់ប្លែកឯងតែមានដែរប្រយោជន៍សពមានក៏មានអីឲ្យយើងមកលើអីតិចទៀតសុំមកទៅសំដីបានហើយណាអត់ទេខ្ញុំនិយាយមកហ្នឹងចាំពេលអ្នកមើលវីដេអូឃើញលោតផុសតាំងហ្នឹងមកឯងមកច័ន្ទហ្នឹងហ្មងមកប្រយោជន៍សពកាលហ្នឹងខ្ញុំចាប់ផ្ដើមបែកផ្ទះម៉ាក់ខ្ញុំបើកហាងស្នុកនៅម្ដុំពេញដែរខ្ញុំបើកហាងស្នុកនៅម្ដុំពេញដែរសម័យជួយគេខ្ញុំកុំនិយាយបើកហាងស្នុកនៅម្ដុំពេញដែរដល់ពេលអញ្ចឹងក៏ខ្ញុំនៅម្នាក់ឯងឲ្យបុគ្គលិកអីទៅផ្ទះអស់ហើយខ្ញុំនៅម្នាក់ឯងខ្ញុំអង្គុយនឹងក្រុមខ្ញុំរាប់បជីបិទហាងយើងអង្គុយរាប់លុយរាប់បជីយើងចាក់សោយអស់ហើយយើងអង្គុយរាប់បជីម្នាក់ឯងដាក់ចម្រៀងស្ដាប់តងតាំងអញ្ចឹងទៅមកជន់មុខជំនាញផ្ទះហ្មងមកជន់មុខជំនាញផ្ទះហ្មងបងខ្ញុំនៅអត់ស្ងប់ទេណាខ្ញុំរុញលុយចូលកែហើយខ្ញុំចាក់សោយម្លងទៅដេកបងឲ្យកត្រកកអាវស្ទឹកកអាវណែនចុះយើងមានកត្រកកអាវមួយយើងស្លៀកអាវផ្លាច់យើងដាក់ចូលរុញទៅរុញមកមិនរុញម្ដងតិចណាអូសយកហ្មងអូសទៅអូសមកអូសទៅអូសមកថាអូអត់កើតទេមែនតែនហី